សួស្តីវិហ្នឹងហើយដឹងថាបងចិត្តចេញពីដងមកហើយទៅរស់នៅខាងក្រៅចឹងហ្នឹងហើយនិយាយទៅបងនៅដងនេះយូរដែរតែខ្ញុំទៅមកចឹងតែក៏ស្គាល់បងច្រើនហើយមានអនុស្សាវរីយ៍មួយគ្នាច្រើនចឹងដូចខ្ញុំមួយគ្នាដើរលេងមួយគ្នាក៏នៅនេះនិយាយទៅអនុស្សាវរីយ៍មួយគ្នាសកម្មភាពអីច្រើនមែនតើទោះខ្ញុំទៅមកបានមួយឆ្នាំជាង12ឆ្នាំអីចឹងតែសកម្មភាពក៏ធ្វើអីមួយបងច្រើននិយាយទៅទាំងធ្វើម្ហូបធ្វើអីញ៉ាំជុំគ្នានិយាយទៅច្រើនមែនតើនៅក្នុងដងនោះមិនថានៅក្នុងដងទេនៅក្រៅក៏យើងធ្លាប់ស្នេហ៍ពេលជាមួយគ្នាដូចយើងហ្នឹងហើយប្រូវីសួស្តីហ្នឹងហើយខ្ញុំពិតជាសោកស្ដាយមែនទែនដែរបងឯងចេញទៅអញ្ចឹងហ្នឹងហើយខ្ញុំអត់មានអីច្រើនទេពេលបងឯងចេញទៅគឺជូនពរហើយបងឯងជួបតាមនុស្សល្អៗហើយហ្នឹងហើយជោគជ័យលើការងារថ្មីហើយកាន់តែរីកចម្រើនជាងនៅទីនេះហើយខ្ញុំអត់មានច្រើនទេជូនពរឲ្យបងឯងជួបបងហើយពេលទៀនពររកការដែរធ្វើដំណើរអីចឹងសូមបងបានតែការពីហើយជាបងហ្នឹងហើយខ្ញុំស្គាល់បងឯង3ឆ្នាំហើយបងឯងជាអ្នកដែលល្អមែនទេហើយហ្នឹងហើយខ្ញុំតាំងពីមកខ្ញុំមកសាហូបអីហ្នឹងឯងហើយលេងហ្គេមគ្នាឆ្លុះគ្នាពេលខ្លះរៀងប្រកែកស្ដីគ្នាដែរប៉ុន្តែនឹងវាធម្មតាព្រោះយើងនៅមួយគ្នាហើយអីដែលខ្ញុំចង់លើកមកហ្នឹងគឺភាសាចិត្តបងឯងគឺបងឯងចិត្តល្អហើយស្បូរអ្នកស្រឡាញ់រាប់អានច្រើនភាសាបងឯងជាមនុស្សអ្នកដែរប្រកែរក្សាអារម្មណ៍វាថាអ្នកចាស់ទុំហ្នឹងហើយមួយទៀតខ្ញុំតាំងពីមកហ្នឹងឯងស្គាល់បងឯងស្និទ្ធជាងគេដោយសារយើងអាសាលេងគ្នាហើយនេះអាសាទស្សន៍ស្ដីគ្នាដែរហើយយើងលេងហ្គេមគ្នាមានពេលវេលាល្អច្រើនហើយសង្ឃឹមតែបងឯងទៅនៅក្នុងចាំពីបងប្អូននៅនេះដែរហើយអត់ផ្លាច់អ្នកតំណងមួយនេះហ្នឹងខ្ញុំសង្ឃឹមថាយើងនៅតែបងប្អូនអស់ Hello បងណាវីខ្ញុំពិតជារីករាយណាស់ដែលបានស្គាល់បងជាមនុស្សអ្នកដែលរូបរាងមានភាពចាស់ទុំពេលបងទៅនៅក្រៅខ្ញុំជូនពរបងឲ្យជួបមនុស្សល្អហើយព្រះអង្គទានពរសម្រាប់បងផងដែរហើយឲ្យបងនៅជាប់ជាមួយនឹងព្រះអង្គអរគុណបាយបាយសួស្តីបងណាវីខ្ញុំរីករាយដែលបានស្គាល់បងឯងរយៈពេលកន្លះឆ្នាំនេះទោះបីជាមានរយៈពេលខ្លីប៉ុន្តែខ្ញុំមានអារម្មណ៍ថាយើងបានស្និទ្ធស្នាលមួយគ្នាច្រើនដែរហើយតិចទៀតបងឯងផ្លាស់កន្លែងរស់នៅទៅនៅមួយគ្រួសារវិញខ្ញុំជូនពរឲ្យបងឯងរស់នៅមួយគ្រួសារមានសុភមង្គលហើយសូមឲ្យបងឯងនៅតែនឹកចាំដល់បងប្អូនយើងនៅក្នុងដមដែរហើយអរគុណបងសម្រាប់ការលេងហ្គីតាដ៏ល្អបាយបាយបងហ្នឹងហើយសួស្តីវិមានអារម្មណ៍ថាអត់សូវសប្បាយចិត្តនៅពេលដែលឬវិត្រូវផ្លាស់ប្ដូរទីកន្លែងនៅអីចឹងដោយសារតែយើងនៅមួយគ្នាយូរដែរហើយចូល8-9ឆ្នាំហើយចឹងហ្នឹងអត់មានអីទេមានថាពាក្យជូនពរឲ្យពេលចេញទៅសូមនៅជាប់ជាមួយព្រះអង្គហើយសូមឲ្យមានសេចក្តីសុខសាន្តពីអ្នកជុំវិញខ្លួនជាច្រើនហើយនឹងជាបន្តមួយសម្រាប់អ្នកនៅជុំវិញខ្លួនដែរខ្ញុំមានអនុស្សាវរីយ៍ជាច្រើនដែលយើងធំធាត់ឡើងជាមួយគ្នាតាំងពីយើងរៀនថ្នាក់ទី9រហូតមកដល់ឥឡូវចិត្តបញ្ចប់ការសិក្សាហើយក៏ប៉ុន្តែពេលឥឡូវយើងនៅឆ្ងាយពីគ្នាអញ្ចឹងយើងផ្លាស់ប្ដូរទីកន្លែងនឹងគឺជាផែនការរបស់ព្រះអង្គអញ្ចឹងសូមឲ្យជំហានទៅមុខរបស់វិកាន់តែរីកចម្រើនឡើងក្នុងព្រះអង្គហើយនឹងជួយប្រចាំថ្ងៃដូចគ្នាហ្នឹងហើយបាយបាយវិសួស្តីបងពេជ្រ
រីករាយណាស់ដែលបានស្គាល់បងឯងរយៈពេលកន្លងមកនេះហើយសង្ឃឹមថាបងឯងនឹងនៅជាប់ជាមួយព្រះអង្គរហូតហើយខ្ញុំសង្ឃឹមថាជីវិតបងឯងនឹងកាន់តែល្អប្រសើរសួស្តីណាវីហ្នឹងហើយមួយរយៈដែលណាវីឯងរស់នៅទីនេះខ្ញុំពិតជារីករាយមែនទែនដែលបានស្គាល់គ្នាហើយខ្ញុំដឹងថាការចាក់ចេញរបស់ណាវីឯងនេះគឺជាផែនការរបស់ព្រះអង្គសម្រាប់ណាវីឯងហើយពេលដែលណាវីឯងទៅរស់នៅខាងក្រៅសូមឲ្យនៅតែនៅជាប់ជាមួយព្រះហើយទោះជាមានការលំបាកឬការបៀតបៀនអីក៏ដោយសូមឲ្យនឹកចាំហើយថ្វាយទៅកាន់ព្រះដែរហើយខ្ញុំសង្ឃឹមថាយើងមានពេលដែលយើងអាចជួបគ្នានៅព្រះវិហារហើយខ្ញុំពិតជារីករាយដែលស្គាល់ពូណាវីឯងជាមនុស្សអ្នកដែល slow ចិត្តល្អហើយអាចជាអ្នកដែលអាចពឹងពាក់បានគ្រប់ពេលហើយជាអ្នកដែលមានសេចក្តីជំនឿខ្លាំងដែរហើយជូនពរឲ្យទៅនៅខាងក្រៅមានសុខភាពល្អមានសំណាងល្អគ្រប់ពេលវេលាចឹងដូចបាន សុខស្ដីលោកគ្រូថ្ងៃនេះខ្ញុំមកនិយាយពីតំណែងជាមួយវិតំណែងខ្ញុំជាមួយវិគឺល្អគឺខ្ញុំជួយចិត្តលីសាជាមួយគាត់ហើយស្វែងយល់បានចិត្តពីចិត្តគាត់បានច្រើនហើយខ្ញុំមានពាក្យជូនពរមួយទៅគាត់ឲ្យគាត់ពេលដែលគាត់ចេញទៅឲ្យគាត់មានសុខភាពក្នុងការធ្វើដំណើរមានសុខភាពល្អហើយព្រះឧទានពរដល់គាត់ទានចំណេះដឹងហើយនឹងសូមឲ្យគាត់សម្រេចនៅសេចក្តីបំណងការងាររបស់គាត់ឲ្យបានសម្រេចដោយដែលគាត់ចង់បាននឹងឯងវិញគឺការមកលើកដំបូងខ្ញុំអត់ហ៊ាននិយាយរបស់គាត់ដោយសារខ្លាចគាត់តែឥឡូវខ្ញុំហ៊ាននិយាយរកគាត់ដោយសារយើងនៅមួយគ្នាបានច្រើនខែអញ្ចឹងយើងអាចស្វែងយល់ពីចិត្តគ្នាបានច្រើនហើយខ្ញុំចូលចិត្តគាត់ចូលចិត្តលេងសើចគាត់ហើយគាត់បានពន្យល់ប្រាប់ថាអ្វីថ្មីច្រើននៅក្នុងដមនេះដែលខ្ញុំអត់ដែលធ្លាប់ធ្វើពីមុនមកទាំងការសម្អាតនៅផ្ទះទាំងការប្រើប្រាស់របស់របរគឺគាត់ប្រាប់ជើងឲ្យធ្វើហើយយកពីកន្លែងណាទុកកន្លែងនេះវិញហ្នឹងហើយពេលដែលខ្ញុំមកនៅដមនេះខ្ញុំបានទទួលបទពិសោធន៍ពីបងវិច្រើនគាត់បានប្រាប់ជើងឲ្យធ្វើការនៅក្នុងដមឲ្យមានភាពចាស់ទុំជាងមុនមិនដូចក្មេងនៅអាយុ17ឆ្នាំដូចមុនហ្នឹងហើយលោកគ្រូខ្ញុំជម្រាបលាសួស្តីបងណាវីពេលដែលបានចេញទៅនៅខាងក្រៅខ្ញុំជូនពរឲ្យបានជួបតែមនុស្សល្អព្រះអង្គប្រទានពរហើយនឹងគង់នៅជាមួយបែងហើយផ្ដល់នៅកម្លាំងដល់ក៏ដូចជាសុខភាពដែរជាពិសេសគឺសូមឲ្យគ្រប់ទាំងការសិក្សារៀនសូត្រការងារសូមឲ្យបែងទទួលបានជោគជ័យបាយសួស្តីណាវីហ្នឹងហើយពេលវេលាលឿនណាវីតំនៅសោះហើយត្រូវចាប់ចេញហើយណាវីក៏ជាមនុស្សដែលលេងអត់សូវខឹងអីចឹងហើយជាអ្នកដឹកនាំដ៏ល្អចេះយល់ពីអ្នកដទៃនៅជុំវិញខ្លួនអញ្ចឹងហើយសង្ឃឹមថាណាវីពេលចេញទៅនៅតែជាប់លាប់ជាមួយព្រះអង្គហើយព្រះអង្គនឹងមានផែនការសម្រាប់ណាវីជាពិសេសហើយកុំភ្លេចមកលេងនៅណែផងសួស្តីបងណាវីខ្ញុំចង់និយាយថានៅពេលដែលយើងនៅពេលដែលយើងនៅមួយគ្នារយៈពេល 4-5 ខែខ្ញុំចូលចិត្តបងគឺចូលចិត្តបងចេះលេងសើចចេះនិយាយកំ pl ែងចេះនិយាយកំ pl ែងខ្ញុំចូលចិត្តបងប៉ុន្តែយើងអត់បានស្ទើរបង្កើតទំនាក់ទំនងល្អជាមួយគ្នាទេយើង
រវល់រៀងខ្លួននៅពេលដែលខ្ញុំទៅសាលាអីយើងអត់សូវបានចេញក្រៅពេលមួយគ្នាតែប៉ុណ្ណា Hello បងអរគុណសម្រាប់រយៈពេលប្រហែលឆ្នាំដែរបាយនៅដមបាយបានជួយកិច្ចការងារលោកគ្រូបានច្រើនបានជួយដមបានច្រើនទាំងការបម្រើផ្សេងទាំងការលេងភ្លេងទាំងការដឹកនាំដមឲ្យធ្វើបានល្អហើយខ្ញុំសង្ឃឹមថានៅពេលដែលបងឯងចេញពីដមទៅបងឯងទៅនៅជាមួយក្រុមគ្រួសារទៅនៅជាមួយមីងសូមឲ្យព្រះអង្គនៅតែជាប់ជាមួយបងហើយក៏បងនៅតែជាប់ជាមួយនឹងព្រះអង្គហើយកុំឲ្យមានការរំខានឬមួយក៏ការលបួងអីផ្សេងដែលនាំឲ្យបងដាច់ចេញពីព្រះអង្គហើយសូមព្រះអង្គនៅតែការពារគ្រប់ទាំងកិច្ចការដែលបងបានធ្វើសូមឲ្យនៅតែថ្វាយសិរីល្អទៅកាន់ព្រះអង្គហើយសង្ឃឹមថាបងនឹងនៅតែមានឱកាសក្នុងការបម្រើព្រះអង្គមិនថាតែបម្រើនៅព្រះវិហារឬមួយក៏ធ្វើកិច្ចការអីផ្សេងទេ សួស្តីនៅវិថ្ងៃវីដេអូនេះផងដែរបងផ្ញើជូនទៅកាន់អូនក៏ដូចជាអរគុណអូនសម្រាប់នឹងសេចក្តីស្រឡាញ់ដែលអូនមានចំពោះបងប្អូនទាំងអស់គ្នានៅទីនេះហើយក៏ដូចជាការបម្រើដែលអូនបានមានទាំងនៅព្រះវិហារក៏ដូចជានៅក្នុងដមផងដែរអញ្ចឹងបងឃើញអូនមានភាពចាស់ទុំហើយការដឹកនាំរបស់អូនគឺល្អហើយបងឃើញអូនមានភាពអត់ធ្មត់ច្រើនអញ្ចឹងទោះបីជាអូនទៅរស់នៅខាងក្រៅក៏ដោយក៏អូននៅតែជាផ្នែកមួយសម្រាប់យើងទាំងអស់គ្នាដែលនៅទីនេះផងដែរហើយនឹងហើយបងសង្ឃឹមថាពេលដែលអូនទៅរស់នៅខាងក្រៅអូននៅតែបំរើនៅពន្ធកិច្ចរបស់ផងព្រះអង្គក៏ដូចជាបំពេញនៅកិច្ចការទាំងនេះបន្តទៀតផងដែរហើយនឹងហើយជាចុងក្រោយបងសូមជូនពរអូនឲ្យទទួលបាននៅសុខសុវត្ថិភាពក៏ដូចជាជោគជ័យគ្រប់ទាំងភារកិច្ចការងាររបស់អូនហើយទាំងការសិក្សារបស់អូនផងដែរនឹងហើយសូមឲ្យបងបានគង់នៅជាមួយនឹងបងប្រទានពរបាយបាយ Hello ណាវីថ្ងៃសួស្តីខ្ញុំចម្រើនអូខេអញ្ចឹងថ្ងៃណាវីចិត្តចេញពីពហិយដែរអញ្ចឹងថ្ងៃនេះខ្ញុំមានអីខ្លះៗនិយាយជាមួយណាវីដែរសូមអរគុណណាវីសម្រាប់ការដែលមកនៅជាមួយដមហើយបានស្គាល់គ្នាយើងស្គាល់គ្នាប្រហែលជាខ្ទង់2-3ឆ្នាំដែរហើយណាវីគឺជាម្នាក់ដែលពោពេញទៅដោយអំណរហើយជួយទុតិយអ្នកដទៃហើយជាបងប្រុសល្អជាបងប្រុសល្អដែរហើយនឹងអញ្ចឹងនៅពេលខាងមុខដែលណាវិទៅសូមលើកទឹកចិត្តឲ្យណាវិនៅតែបន្តនៅជាប់ជាមួយនឹងព្រះអង្គហើយនៅតែ stay in touch with us ដែរហើយនឹងអញ្ចឹងសូមព្រះប្រទានពរហើយសូមទៅប្រកបដោយសុវត្ថិភាពដែលបានមកពីព្រះអង្គដែរហើយនឹងហើយកុំភ្លេចអាសាមកលេងពួកយើងផងបាយបាយ Chào nàng Bạn Số bạn Great Sister
đây vị một đằng kia đây vị cái sành